ประเทศรีดดิสเพียกัมพูชีลูกเมียนภาษาของปีเรื่องสมาธิเจ้คณะจังจำรานโปปกุณาให้เจ้าจำรานโปไอ้ดอมลูกบันชีบได้ถ้าสมาธิเรื่องวิจัยได้สมาธินั้นเยี่ยวสู้สดับเมียนในท่าเรียสาจัดอ่อยสงบมันไม่สมาธิตัวเมื่อเลยชนาวเด้มันไม่สมาธิตัวขึ้นขมาวเด้มันไม่สมาธิอ่อยลวดได้ดัดเด้มันไม่สมาธิอ่อยบานลังทมเด้สมาธิตามแบบพระพุทธศาสนาคือเจียการเรียสาจัดอ่อยสงบสันติเปียสงบขนมพุทธศาสนามันไม่อัศกรรมเด้เนาะให้ก็มันเหม็นตุเตตินิยมได้สมาธิน้องพุทธศาสนาคือดาวยัวเฟอร์เอาจัดเรศาโนตระยะเพียบระบบล้วนขนมการโรนัลชีวิตประจำไงเนี่ยนิยมได้ในขนมสมาธิเนี่ยให้สมาธิดำบงประสมาสัมพุทธจำจักจำร้านดำบงคือเนาประจวนประมาณเดือนผมเปิดประวัติศาสตร์ทั้งไงได้ประใบดาประรูปพิธีจอดเปรตนังกรนั้นประโพธิสัตว์ลงสมาธิน่ะให้สมาธินี้คือกรุบไว้ตั้งเตียนบนเอารบยมกันนะทลับตะกวงเราเรียนเราอเมริกนุ่งบุญชนำนั้นกันนะอุตสาห์ตัวตามสลานะเตียนเกยุลคืนท้าสมาธินี้เวียจีปัจจัยกติมวยได้ช่วยจัดระบบสายระบบเกเอาสงบบานสงบน้องตัวนี้ก็ยุลจะล้ำมันไม่อัศกรรมเต้มันไม่เอาไปจมีนเต้มันไม่ก้นวิบัติเต้สงบนี้คือขนมได้ท้าหล่อเปียโบราณขมายฐานนึ่งถึงเนี่ยบาดจังนั้นนะให้ปรากฏน้ำจ้าเนื้อจุ่มวิ่งสกอลเชลัยฮาร์วาร์ดนะเมียนมาเชื่อมันโดยสมาธิประหาร30มันนึกปิ่งต่างฮาร์วาร์ดอเมริกนะไม่เจตโยอับไว้ได้ยังโยแต่อ้อยเกตพวกนี้ชุบบ้าล้อนะบ้านเกอนุวัตให้มุนยงนาเรียนจอบมานั่งสกอลเชลัยมวยชโม MIT นี่ Massachusetts Institute of Technology ជាសកលវិទ្យាល័យละ3ខាងវិទ្យាសាស្ត្រនៅឆ្នាំ1969អ្នកគុណរយៈចម្ងាយពីផែនដីទៅភពប្រច័ន្ទណាគឺពួក MIT នេះឯងអ្នកគុណឲ្យយានអវកាសរបស់អាមេរិកហោះទៅមិនសាលាធម្មតាទេណាហើយកណាមុនចេញមកហ្នឹងកណាទៅចូលរួមបើកមជ្ឈមណ្ឌលកម្មវិធីសិក្សាព្រះពុទ្ធសាសនាសមាធិនៅ MIT ហ្នឹងអញ្ចឹងសមាធិនេះវាផលប្រយោជន៍ខ្លាំងណាស់ហើយប្រកូនណាម្ចាស់កណាទូលប្រកេនរឿងមួយទៀតសម័យបច្ចុប្បន្ននេះណាកុំឃើញអ្នកបដិបត្តិពុទ្ធសាសនាគេជាពុទ្ធសាសនិកមិនមែនទេគេយល់ថាបច្ចេកទេសវិបស្សនាដែលរស់ឃើញដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះជាបច្ចេកទេសដែលមានប្រសិទ្ធភាពយ៉ាងអស្ចារ្យល្អប្រសើរផ្ដល់ផលប្រយោជន៍នេះនៅស្រុកអាមេរិកមានមជ្ឈមណ្ឌលមួយរបស់ជាតិគេនេះមជ្ឈមណ្ឌលហ្នឹងគេហៅមជ្ឈមណ្ឌលរបស់អាមេរិកឈ្មោះ US Center for Disease Control and Prevention ហៅកាត់ថា CDC មជ្ឈមណ្ឌលនេះគឺជាអ្នករៀបចំនាំយកសមាធិឲ្យទៅបង្រៀននៅសាលាបឋមសិក្សានៅអាមេរិកជាផ្លូវការបច្ចុប្បន្ននេះជាង100សាលាកំពុងតែបដិបត្តិសមាធិហើយប្រកូនណាម្ចាស់សមាធិនេះណាកណាក៏ធ្លាប់កណាក៏បដិបត្តិដែរសមាធិនេះលុះត្រាតែប្រកូនណាចូលទៅបដិបត្តិទៅយល់អំពីសារៈសំខាន់មានពេលមួយនោះព្រាហ្មណ៍សួរព្រះសម្មាសម្ពុទ្ធជាម្ចាស់សួរថាព្រះអង្គបបិទ្ធព្រះអង្គនៅចម្រើនចុះព្រះអង្គបដិបត្តិសមាធិនឹងឃើញព្រះអង្គឃើញព្យាយាមរក្សាចិត្តព្រះអង្គបដិបត្តិនឹងព្រះអង្គបានផលអីមកវិញទេ
ព្រះលោកឆ្លើយថាម៉េចថាមនាលព្រាមតថាគតគ្មានបានស្អីទេក្រៅតែអំពីចិត្តរបស់តថាគតនឹងប្រះចាកនៅទុក្ខកង្វល់ទាំងឡាយតថាគតមិនខ្លាចនៅសេចក្តីស្លាប់តថាគតមិនខ្លាចនៅភាពចាស់ជរាកិលេសទាំងឡាយដែលមកអង្រួនចិត្តរបស់ពុទ្ធជននឹងមិនអាចមានដល់តថាគតឡើយនេះឯងជាផលនៃសមាធិកុមាររបស់យើងនេះណាដើមដំបូងនៃជីវិតរបស់កុមារក្នុងអាយុគេសិក្សាទៅចន្លោះពី2ឆ្នាំ3 4 5ឆ្នាំនេះអ្វីដែលកើតឡើងចំពោះកុមារហ្នឹងវានឹងជះឥទ្ធិពលវានឹងមានឥទ្ធិពលទៅដល់កុមារនោះពេញមួយជីវិតអញ្ចឹងគេបារម្ភណាស់ទៀតអញ្ចឹងចិត្តដែលបានអប់រំណាមានន័យថារក្សាភាពស្ងប់ឲ្យកុមារនេះជាត្រប់ហើយកុំបារម្ភកាលណាយើងបដិបត្តិសមាធិទៅណាវាអត់បាត់ទឹកដីទេវាអត់អាលាយប្រទេសទេវាមានតែកាត់បន្ថយនៅអបាយមុខហេតុអីពីព្រោះចិត្តវាអត់ស្ងប់ពាក្យអ្វីចិត្តមិនស្ងប់គឺចិត្តដែលអោបកសោបរួមរឹតទៅដោយអីហឹង្សាណារួមរឹតទៅដោយអីទោសៈកុហកកំហុសខ្លះទូចប៉ុន្តែយើងធ្វើធំនិយាយដូចថាធំណាស់អញ្ចឹងវាអត់ទេគឺបកូនណាម្ចាស់ធ្លាប់រស់នៅជាមួយបកូនណាមានចិត្តកូនណាដឹងហើយពេលខ្លះចិត្តយើងនេះណាយើងគិតថាកំហុសអ្វីដែលយើងធ្វើហ្នឹងណាដូចថាយើងគេធ្វើខុសមកលើយើងវាដូចថាវារឿងវាទូចប៉ុន្តែយើងឆ្លើយតបនោះវាធំណាស់ចុងកាលគ្រាន់តែក្មេងគ្នាខុសបន្តិចចឹងគាត់ក៏វាយគ្នាចង់ងាប់ក៏មានឪពុកម្ដាយខ្លះណាអត់ទេព្រះលោកថាអត់ទេព្រះអង្គលោករស់ឃើញបច្ចេកទេសនេះហើយលោកប្រាប់ដល់មនុស្សលោកមនុស្សជាតិទាំងអស់ថាជួនអ្នកយកបច្ចេកទេសនេះទៅបដិបត្តិទៅវានឹងធ្វើឲ្យចិត្តរបស់អ្នកស្ងប់កាលណាចិត្តស្ងប់វាធ្វើឲ្យចិត្តនឹងយ៉ាងម៉េចទៀតមានតុល្យភាពកាលណាមានតុល្យភាពវាធ្វើឲ្យបុគ្គលហ្នឹងមានឱកាសដើម្បីនឹងមើលឃើញអ្វីនៅក្នុងโลกនេះនឹងច្បាស់ក្រាន់បើពីព្រោះមានចិត្តស្ងប់តែចិត្តស្ងប់មានឱកាសនឹងបដិបត្តិដូចសិស្សទាំងអស់ចឹងបកូនណាបើអត់ស្ងប់អត់ចិត្តអត់នឹងទេណាបើថាចិត្តស្ងប់ទេមនុស្សវាពិបាកស្ដាប់បន្តិចបើថាចិត្តនឹងទេមនុស្សស្រួលស្ដាប់កាលណាចិត្តអត់នឹងទេណាលោកម្ចាស់រៀនអត់អាចចាំបានទេបើកំពុងតែទិញលោកម្ចាស់គិតញោមអាម៉េចញោមប្រុសអាម៉េចអានេះអាម៉េចអានោះអាម៉េចអត់ទេចិត្តស្ងប់សមាធិនេះប្រៀបបានដូចជាដុំពេជ្រដែលព្រះលោកឲ្យមកមនុស្សជាតិណាហើយត្រង់មនុស្សជាតិនឹងយកទៅធ្វើយ៉ាងម៉េចទៀតអាហ្នឹងអាស្រ័យលើខ្លួនឯងតែសមាធិនេះមិនមែនជាបណ្ដាសាទេជាពរជ័យដែលមនុស្សជាតិទទួលបានហើយព្រះពុទ្ធសាសនាណាបកូនណានៅលើទឹកដីអឺរ៉ុបណាដែលគេអាចទទួលយកបានណាមិនមែនដោយសារបកូនណាចេះនិយាយធម៌អាទេអឺរ៉ុបខ្លះអានបីដកច្រើនអានគម្ពីរពុទ្ធសាសនានឹងច្រើនជាងបកូនណាទៅទៀតនោះគឺដោយសារសមាធិនេះឯងដែលអាចធ្វើឲ្យគេមើលឃើញសច្ចធម៌ដែលគេយល់ថាអូសមាធិនេះជារឿងខ្លួនឯងសុទ្ធសាធហើយអត់មានអ្វីផ្សេងណាបច្ចេកទេសណាដែលមនុស្សលោកអាចចូលទៅកាន់ទីជំរៅនៃដួងចិត្តបានឡើយលើកលែងតែបច្ចេកទេសមួយឈ្មោះសមាធិអញ្ចឹងបកូនណាហើយកណាសប្បាយចិត្តឃើញតាមសាលាមួយចំនួននាំក្មេងចុះវាមានតែខាតអីហើយក្មេងទាំងអស់នោះវាមិនต้องអង្គុយណាបានកន្លះម៉ោងណា2នាទី3នាទីឲ្យចិត្តគ្នានឹងស្រាលណាអញ្ចឹងសមាធិនេះផលប្រយោជន៍ច្រើនណាស់បកូនណាខ្ញុំកូនណាឧស្សាហ៍កាលនៅស្រុកអាមេរិកហើយសមាធិនេះមិនមែនជាឈ្មោះនៃអត្តសញ្ញាណទេវាជាបច្ចេកទេសអាមេរិកគេយល់ឃើញចឹងទេនៅអង់គ្លេសខ្វះគ្រូទៀតណា300សាលាបឋមសិក្សាកំពុងតែបប្រតិបត្តិនៅសតិបត្តិដ្ឋានអ្នកប្រាជ្ញលោកខាងលិចមួយឈ្មោះ Carl Gustav Jung
ជាបិតាចិត្តវិទ្យាធំរបស់លោកខាងលិចគាត់ជាអ្នកព្យាបាលដួងពិការពួកអ្នកដែលមានវិបត្តិផ្លូវចិត្តហ្នឹងខលជុំហ្នឹងគាត់ព្យាយាមសិក្សាចុងក្រោយគាត់ថាអត់ទេគាត់មកពើប្រទេសជាមួយនឹងវិបស្សនានេះគាត់ថាអូល្អណាស់អញ្ចឹងគាត់យកវិបស្សនាហ្នឹងទៅព្យាបាលជំងឺរបស់អ្នកជំងឺរបស់គាត់តាំងពីឆ្នាំ1913ណោះប្រគុណណាម្ចាស់ហើយប្រគុណណាកុំច្រឡំថាស្រុកខ្មែរស្រុកសៀមស្រុកភូមាអីមានសាលាពុទ្ធសាសនាច្រើនជាងគេលើពិភពលោកមិនមែនទេស្រុកអាមេរិកមិនមែនស្រុកយើងទេណាប្រគុណណាសាលាពុទ្ធសាសនាដែលច្រើនជាងគេដែលមានចំនួនច្រើនបំផុតនៅអាមេរិកទេមិននៅភូមាទេមិននៅខ្មែរទេមិននៅខ្មែរទេអញ្ចឹងបានកណាចេះតែឃើញថានេះកាលដែលសមាធិនេះអត់មានអ្វីដែលអាក្រក់ទេល្អប្រគុណណាម្ចាស់ហើយបដិបត្តិបានគ្រប់វ័យទាំងអស់បដិបត្តិបានគ្រប់វ័យទាំងអស់ហើយត្រង់ដែលញោមសមាធិហើយទៅផឹកស្រាទៀតអាហ្នឹងអាត្មាមិនដឹងថាម៉េចទេពីព្រោះចិត្តវាផ្សេងដំណើរជីវិតរបស់មនុស្សវាផ្សេងសមាធិនេះវាជាបច្ចេកទេសត្រង់ថាយើងបើសិនជាយើងបដិបត្តិត្រឹម1នាទីហើយយើងចង់បានផលវាមិនបានទេវាត្រូវការពេលច្រើនថ្ងៃវាជាលំហាត់នៃដួងចិត្តនៃចិត្តដូចយើងហាត់ប្រាណអញ្ចឹងទៀតប្រកាសនេះដូចយើងហាត់ប្រាណអញ្ចឹងណាកាយយើងហ្នឹងបកូនណាខ្ជិលច្រើនដេកច្រើនអសឹងច្រើនអីច្រើនហ្នឹងស្ពឹកស្ពួនបកូនណាដែលល្វីធ្វើការហ្នឹងឃើញទេសុខភាពលោកល្អយ៉ាងណាមិញចិត្តហ្នឹងអញ្ចឹងដែរហើយកណាបច្ចៈម្ដងហើយម្ដងទៀតថាការបដិបត្តិសមាធិនេះណាជារឿងដែលល្អបំផុតមិនមែនបដិបត្តិសមាធិឲ្យខ្មោចចូលទេបើអ្នកណាបដិបត្តិសមាធិខ្មោចចូលអាហ្នឹងមិនមែនទេអាហ្នឹងផ្លំទេអាហ្នឹងពួកបោកទេអាហ្នឹងវាមិនដែលបដិបត្តិសមាធិនេះទៅឃើញលេខឆ្នោតអាម៉េចវាមិនមានទេហើយគ្រាន់អង្គុយថ្មីភ្នែកទៅឃើញខ្មោចក្នុងព្រៃអាម៉េចវាមិនមានទេព្រះសម្មាសម្ពុទ្ធជាម្ចាស់មួយជីវិតរបស់ព្រះអង្គបដិបត្តិរហូតជាពិសេសព្រះអង្គចូលចិត្តអីទេក្នុងគម្ពីរយើងសិក្សាទៅឃើញទ្រង់ច្រើនតែចង្ក្រមនៅពេលព្រឹកណាទេណាហើយបកូនណាសង្គមយើងនេះវាមានរបួសដួងចិត្តនឹងវាច្រើនហើយយើងនិយាយទៅប្រវត្តិសាស្ត្រតាំងពីសម័យសង្គ្រាមរ៉ៃមកនឹងវាឈឺវាខ្លោចផ្សារវាសពបែបយ៉ាងព្រះធម៌នេះចូលទៅជួយព្យាបាលជាខ្លះមិនជាខ្លះតែក៏ជាឱសថមួយដែលអាចធ្វើឲ្យដួងចិត្តនៃជនជាតិយើងនឹងបានស្ងប់រងាប់មួយរយៈអញ្ចឹងអ្នកខ្លះឆ្ងល់ថាទេចុះសមាធិនឹងបានប្រយោជន៍អីមកវិញថាបានច្រើនហើយកុំជឿអាត្មាកុំជឿខ្ញុំប្រគុណណាចូលទៅបដិបត្តិហើយកុំបដិបត្តិមកផ្លេតណា5នាទីចង់បានផលអីមិនអត់ទេសាកមួយអាទិត្យសាក10ថ្ងៃទៅមើលហើយបើអត់មានពេលទេអាហ្នឹងយើងកុំនិយាយថាវាមិនពិតយើងអត់ដែលធ្លាប់ឆ្លងកាត់យើងអាចនិយាយមិនកើតដោយប្រកូនណាអញ្ចឹងបានកណាចេះទទួលប្រកេនប្រសងអង្គខ្លះកាលណាយើងនិយាយអ្វីមួយទៅកាន់សង្គមប្រកូនណាបើមិនមែនជាជំនាញរបស់យើងសួរគេឃើញប្រសងអង្គខ្លះនិយាយពីសេដ្ឋកិច្ចនោះសម្បើមណាស់ចឹងណានិយាយអំពីបរិស្ថានយើងសួរគេយើងមិនចេះទេបើនិយាយពីធម៌កណាប្រកូនណាចេះណានិយាយអំពីអីនយោបាយបើចេះនិយាយបើអត់ចេះសួរគេរៀនចំនួនយើងនេះណាប្រកូនណាយើងគួរតែរៀនទទួលស្គាល់អំពីដែនកំណត់នៃចំណេះដឹងរបស់ខ្លួនជនជាតិយើងនេះពេលខ្លះវាអួតខុសរឿងចេះនោះចេះសូម្បីតែព្រះពុទ្ធជាម្ចាស់ណាព្រះអង្គតែងតាំងអាសាវៈ80ព្រះអង្គដើម្បីអីទៀតអសីតិមហាថៃនឹងជាអីគេទៀតតំណាងអីមើលជាជំនាញព្រះសារីបុត្រជំនាញអីបញ្ញាឃើញទេនៅជុំវិញព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹង80ឯកទេស
ដែលជាមន្ត្រីយ៉ាំត្រីchứដូចបបាក់ស្ដាប់តិចថាជាសាវកដែលជំនាញ80អ្នកណាចង់មានបញ្ញាអត់អ្នកណាចង់និយាយពីរឿងបញ្ញាព្រះលោកឲ្យព្រះសេរីបុត្រហត់អ្នកណាចង់សាកឆាធัวបញ្យលធัวអីយ៉ាងម៉េចឲ្យទៅអ្នកណាព្រះមហាកចាយចាយណៈពេលដែលព្រះអង្គនិមន្តទៅព្រៃទៅផ្លូវឆ្ងាយព្រះអង្គតែងតែយកអង្គណាទៅតាមសេវលីឃើញទេនេះដំណើររបស់ព្រះសម្មាសម្ពុទ្ធណាយើងចឹងដែរប្រសងចឹងដែរប្រកូនណាអើយកណាអង្វរពេលខ្លះទៀតឆ្នាំណានោះមានបញ្ហារឿងចម្រៀងរឿងអីនឹងឃើញលោកទៅខមមិនទៅពន្យល់ឲ្យអត់ចេះទេព្រះអង្គឲ្យទុកឲ្យលោកសាបៈលោកដោះស្រាយយើងស្ដាប់លោកហើយញាតិញោមចឹងដែរទានតេតងសាសនាសួរព្រះអង្គសិនយើងមានអ្នកប្រាជ្ញតើយើងមានអ្នកចេះដឹងតើអញ្ចឹងដើម្បីឲ្យសង្គមយើងល្អទាំងអស់គ្នាយើងពឹងគ្នាយើងជួយគ្នាព្រោះផ្ទះរបស់យើងហើយយើងអត់មានអ្នកណាចេះគ្រប់ទេបើផ្នែកសាសនាសួរអ្នកជំនាញសាសនាបើផ្នែកព្រំដែនសួរអ្នកព្រំដែនបើផ្នែកទាហានសួរគេអ្នកកាន់កំភ្លើងកុំយករឿងកំភ្លើងទៅសួរលោកនោះលោកមិនទៅចេះឲ្យលោកហើយលោកចឹងដែរណារឿងណាដែលមិនមែនរបស់យើងរៀនពីគេនេះជាវិធីសាស្ត្រនៃការកសាងសង្គមកុំឲ្យតែបើកភ្នែកឡើងឃើញនេះតែគ្នាពុទ្ធោកំសត់ម្លេះដែនដីយើងប្រកូនណាចាប់ពីពេលនេះទៅទាំងអស់គ្នាទាំងញោមទាំងប្រសក់យើងត្រូវរៀនពីគ្នាទៅវិញទៅមកជំនាញទៅវិញទៅមកបើមិនចឹងទេអត់ទេបងហើយកណាឃើញប្រសងអង្គខ្លះចូលទៅខមមិនជេរឯកឧត្តមសុកទូចនោះព្រះអង្គអើយកុំទេណាកុំជម្រាបជូនគាត់ឲ្យស្រួលកុំជុំជេរគាត់ទេទោះក្នុងន័យថាទូលជម្រាបជូនឲ្យស្រួលណាឯកឧត្តមអើយអញ្ចេះទេពួកប្រសងនេះมันអាចប្រើពាក្យអាក្រក់អីទៅប្រមាថកាត់ទៀនទេគាត់ជាញោមគាត់ជាអីចឹងណាចាស់ហើយឯកឧត្តមចឹងដែរជុំសួរព្រះអង្គសិនទៅហ្នឹងហើយពីព្រោះអីពីព្រោះដែលកណាចេះតែយល់មកនិយាយនេះដោយសារតែជាកិច្ចបដិបត្តិហើយវាល្អសមាធិមិនមែនបួងសួងទេណាប្រកូនណាយើងមិនមែនបួងសួងទៅរੂព្រះពុទ្ធឲ្យសុំឲ្យប្រឡងចប់ឲ្យលក់ដីដាច់ឲ្យអីទេណាឲ្យឡើងឋានៈអីទេណាអត់ទេសមាធិអីគេគឺយើងធ្វើការជាមួយអីជាមួយតែចិត្តអញ្ចឹងអត់មានអីអាក្រក់ទេហើយកណាមានប្រយោជន៍ទូលប្រកេនកណាលើកឧទាហរណ៍មួយទៀតដូចជាកាលហ្គោនកាគាត់ទៅចាប់ផ្ដើមបង្រៀនសមាធិនៅឥណ្ឌាក្រោយមកទៀតគេអញ្ជើញឲ្យគាត់ទៅបង្រៀនសមាធិនៅក្នុងគុកទៀតជួយពីព្រោះជួនចំពិរុទ្ធនឹងជួនពិរុទ្ធនឹងពិរុទ្ធជាជួននឹងគាត់លំបាកណាស់ពេលខ្លះកំហុសដែលគាត់ធ្វើវាហួសទៅហើយតែច្បាប់មិនអនុញ្ញាតឲ្យគាត់ហួសដោយគ្មានការដាក់ទោសទេតែចិត្តរបស់គាត់ល្អអញ្ចឹងគេអញ្ជើញឲ្យគាត់ទៅចូលទៅជួយហើយគេសិក្សាទៅរកឃើញថាពិរុទ្ធជនទាំងអស់នោះពេលដែលចេញពីគុកហើយភាគរយតិចណាស់ដែលគាត់វិលត្រឡប់មកធ្វើរឿងអាក្រក់វិញពីព្រោះសមាធិនេះវាជាការរក្សាចិត្តឲ្យស្ងប់ខណៈពេលដែលរក្សាចិត្តឲ្យស្ងប់គឺវានឹងអនុញ្ញាតឲ្យបុគ្គលនោះអាចសិក្សាអាចធ្វើការអ្វីបានល្អប្រសើរហើយរឿងទាំងអស់នេះគេកំពុងតែអនុវត្តនៅស្រុកអឺរ៉ុបនេះឯងហើយកាលណាគិតថាស្រុកយើងនេះណាសមាធិនេះមិនតាន់ឲ្យបានជាក់លាក់ទេច្រើនតែមាននៅក្នុងមជ្ឈមណ្ឌលទេសម្បីតែបកូនណាហ្នឹងក៏បដិបត្តិខ្លះអត់បានផងព្រះអង្គខ្លះក៏មិនសូវបានក៏បានតិចតួចបើតាមមជ្ឈមណ្ឌលហើយតាមសាលារៀនហ្នឹងអត់មានទេ3 4នាទីអញ្ចឹងទេអញ្ចឹងកណាសូមទូលប្រកេនបញ្ជាក់កូនណាម្ចាស់ហើយចម្រើនពរឲ្យដំលោកបានជ្រាបដែរថាសមាធិនេះជាពោជ័យជាវិធីសាស្ត្រដែលល្អបង្រៀនមនុស្សឲ្យឆ្លាតហេតុអីបានថាអញ្ចឹងដោយសារចិត្តរបស់បុគ្គលហ្នឹងមិនវាមានលំនឹងក្មេងបណ្ដោះពីកុមារទៅវាល្អបើសិនបើច
ចិត្តរបស់កុមាររបស់យើងវាស្ងប់វានឹងថឹងចំនួនរបស់យើងទៅថ្ងៃអនាគតទឹកដីរបស់យើងនឹងមមតំពីព្រោះវាធ្វើឲ្យកុមាររបស់យើងមានឱកាសនឹងធ្វើកិច្ចការទាំងអស់នឹងបានជោគជ័យដ៏ច្រើនកណាប្រកេនប៉ុណ្ណឹងទៀតណាប្រកេនប៉ុណ្ណឹងហើយចេះតែសុំបិណ្ឌបាតឯកឧត្តមអស់លោកអើយយើងនៅមានអ្នកប្រាជ្ញយើងមានតិចតួចណាស់ស្ទើរតែគ្រប់ជំនាញអញ្ចឹងទេយើងរៀនសូត្រពីគ្នាសូមមេត្តាកុំប្រហារគ្នាបើឆ្ងល់សួរប្រកូនណាបើឆ្ងល់ញោមសួរញោមទៅវាយ៉ាងម៉េចហើយញោមចឹងដែរបើឆ្ងល់រឿងអីក្នុងទេកណាឆ្ងល់រឿងនេះយ៉ាងម៉េចទៅព្រះអង្គយើងមើលគ្នាក្នុងផ្លូវនឹងវិញទីនេះកន្លែងនេះទឹកដីនេះវាមិនអាចមាននរណាតែម្នាក់ឯងជ្រងបានទេវាត្រូវគ្រប់ជ្រុងទាំងអស់ហើយព្រះពុទ្ធសាសនានេះមិនមែនជាមជ្ឈមណ្ឌលឬក៏ជាការបដិបត្តិដែលបំផ្លាញនៅសង្គមនេះគឺជាការបដិបត្តិជួយសង្គមជួយបណ្ដុះមនុស្សពង្រឹងស្មារតីជាតិនឹងធ្វើឲ្យមនុស្សខ្មែរដែលមកបួសនេះមានចិត្តល្អស្រឡាញ់ទឹកដីនិងស្រឡាញ់សង្គមចុងក្រោយសូមប្រគេនពរកូនណាគ្រប់ព្រះអង្គទាំងអស់សូមយូរហើយកុំភ្លេចដាំកណាណាទេណាបើអត់ចេះអីទេសួរគេរៀនណាទេណារៀនឲ្យចេះហើយចាំទៅចែករំលែកហ្នឹងហើយបើសិនជាញោមពុទ្ធបរិស័ទណាលោកពាក្យមានពាក្យមិនពិរោះអីសូមបិណ្ឌបាតកុំចូលទៅជេរគាត់គាត់ក៏ជាញោមរបស់យើងដែរបើថាគាត់មិនមែនអ្នកកាន់ពុទ្ធសាសនាទេអ្នកណាក៏ដោយក៏ឈ្មោះថាគាត់នឹងជាមានឈាមជួរជាខ្មែរដែរចំពោះយើងកុំមើលគ្នាក្នុងផ្លូវមិនល្អកំសត់ពួកយើងណាកំសត់ណាស់ចឹងកុំឲ្យកំសត់ទៀតស្រឡាញ់គ្នាឡើងឲ្យតម្លៃគ្នាឡើងទាំងប្រសក់ទាំងប្រសង់ថ្វាយពពព្រះមេគុណពីគណៈជូនពរអាដាមអភិបាលរងអង្គពិធីទាំងមូលសម្បានប្រកបដោយពុទ្ធពរទាំង4ប្រការយុវណៈសុខៈពលៈកំបីក្លៀងក្លេតឡើយហើយកណាមកនេះក៏មិនមានបច្ច័យអីច្រើនទេមកនឹងចូលរួមតិចតួចជាមួយព្រះអង្គកម្មវិធីទៅណាហ្នឹងហើយប្រកេនបណ្ណាយកប៉ុណ្ណឹងទៅហ្នឹងហើយហើយសង្ឃឹមថាឆ្នាំក្រោយយើងមានសំណាក់និស្សិតចប់ហ្នឹងហើយការប្រឡងនិធានទៀតសូមអរព្រគុណទៅសូមថ្លែងអំណរព្រះគុណអ្នកជ្រាបជ្រៅចំពោះព្រះវត្តមានសម្ដេចដែលមាន